សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលកាន់មាសនៅដៃក្នុងតម្លៃខ្ពស់6810ក្នុងមួយតលឹងបងប្អូនកុំទាន់ភ័យតម្លៃមាសងើបឡើងមកវិញហើយដោយសារតែព័ត៌មានល្អមួយសម្រាប់មាសគឺធនាគារចិនបានចាប់ផ្ដើមសម្រុកទិញមាសមកស្តុកធ្វើជាទុនបំរុងមកវិញដែលគណៈពេលដែលមាសកំពុងធ្លាក់ថ្លៃហើយចាប់តាំងពីខែ1មកគឺជាចិនសម្រុកទិញមាសហើយគាត់ខកខានការទិញមាសរយៈពេល6ខែដែលព័ត៌មាននេះគឺវាវិជ្ជមានល្អសម្រាប់តម្លៃមាសហើយនឹងមានការកើនឡើងបន្ថែមទៀតតើតើជាមួយនឹងព័ត៌មានរងព័ត៌មានភូមិសាស្ត្រនយោបាយព័ត៌មានសេដ្ឋកិច្ចគឺយើងឃើញថាវាចាប់ផ្ដើមមានភាពមិនល្អសម្រាប់ដុល្លារដែលរួចថ្លៃមាសមានការឡើងថ្លៃដូច្នេះសម្រាប់បងប្អូនដែលកាន់មាសតម្លៃខ្ពស់កុំទាន់អារម្មណ៍ឡើងវិញហើយយ៉ាងយូរចុងខែ3ដើមខែ4ហ្នឹងគឺចាប់ផ្ដើមងើបមកវិញហើយតម្លៃទាក់ទងជាមួយនឹងតម្លៃមាសនៅក្នុងថ្ងៃនេះយើងឃើញថាតម្លៃមាសគឺបើកផ្សារមកក្នុងតម្លៃ$5025ក្នុងមួយអោនឬក៏$6058ក្នុងមួយតម្លឹងតម្លៃអ្នកដែលលក់ឬក៏អាជីវករលក់មាសខាងក្រៅគឺអាចតម្លៃដល់$6200ឬក៏$6300ដោយសារតែគម្លាតថ្លៃរបស់គាត់ខ្ពស់ដូច្នេះអ្នកកក់ហាងឆេងអ្នកជួញដូរមាសដូចខ្ញុំនិយាយតែអញ្ចឹងបងប្អូនដែលកក់ហាងឆេងមាសឬក៏ទិញមាសបងប្អូនទិញភ្លាមលក់ភ្លាមខាតយ៉ាងហោច$200ឬក៏$150យ៉ាងតិចអូតូម៉ាទិកបើបងប្អូនទិញភ្លាមលក់ភ្លាមគឺខាតអញ្ចឹងតែសម្រាប់ MT5 ប្រព័ន្ធធនាគារទិញភ្លាមលក់ភ្លាមក្នុងមួយតម្លឹងបងប្អូនខាតដល់1រៀលទេខុសគ្នា100ដង150ដងបងប្អូនឆ្ងល់បន្ថែមខ្ញុំនឹងលម្អិតជូននៅក្នុងវីដេអូនេះវាអាចលម្អិតបានតែខ្ញុំនឹងលម្អិតជូនបើសិនជាបងប្អូនមានចម្ងល់តំណែង admin លេខទូរស័ព្ទ0957222322សូមអរគុណ